សុស្ដីអ្នកនរគ្នាថ្ងៃនេះគឺខ្ញុំនឹងធ្វើការបង្ហាញពាក់ព័ន្ធនឹងការ login PayPal បន្តិចហើយការ login នេះគឺយើងគ្រាន់តែ scan មុខគឺយើង login ចូលតែម្ដងតែអ្វីដែលខ្ញុំ recommend ជូនអ្នកនរគ្នាទី1អ្នកនរគ្នាត្រូវរក្សាទុកព័ត៌មានសំខាន់ដូចជា mail 2FA ឬក៏អីផ្សេងៗទៅនិយាយរួមប្រព័ន្ធសុវត្ថិភាពរបស់ PayPal ទោះបីយើងប្រើការ scan មុខចូលបានក៏ដោយតែយើងត្រូវរក្សាទិន្នន័យប្រព័ន្ធសុវត្ថិភាពវាទុកកុំឲ្យបាត់បង់ព្រោះយើងមិនមែនរំពឹងថាការ scan មុខនឹងចូលបានរហូតទេទី1អាចបញ្ហាទូរស័ព្ទរបស់យើងដូចជា code ឬក៏បាត់អញ្ចឹងយើងអត់មានអីទៅ login ទេមែនទេទី2បើសិនជាយើងរំពឹងតែការ scan មុខហើយទិន្នន័យសំខាន់ដូចជា mail password ឬក៏ 2FA របស់ PayPal យើងអត់ចេះរក្សាទុកហើយយើងបាត់បង់អញ្ចឹងនៅពេលដែលយើងបាត់ទូរស័ព្ទឬក៏ទូរស័ព្ទយើងខូចឬក៏យើងដូរទូរស័ព្ទតែយើងបានអីយកមក scan មុខយើងបានអីយកមក login អាហ្នឹងត្រូវពិចារណាចំណុចហ្នឹងអញ្ចឹងករណីការ scan មុខចូលនេះខ្ញុំចាត់ទុកថាការងារបដោះអាសន្នការ login បដោះអាសន្នតែវាជំនួយដល់យើងលឿនអញ្ចឹងណាតែអ្វីដែលសំខាន់ពីចំណុចហ្នឹងអ្នកនរគ្នាគួរណាពិចារណាដំណើរការងារតែម្ដងសូមចូលមកកាន់ PayPal app ដែលខ្ញុំធ្វើការ install រួចរាល់នៅលើទូរស័ព្ទដៃហើយយើងធ្វើការ scan មុខនេះយើងប្រើកាមេរ៉ាប្រភេទទូរស័ព្ទដៃដែលមានកាមេរ៉ាល្អទៅច្បាស់ទៅ yes ប្រអប់ទី1នេះគឺវាត្រូវការឲ្យយើងដាក់ mail អញ្ចឹងយើងដាក់ mail PayPal ដែលយើងមានន័យថា mail ដែលយើងបង្កើត PayPal យើងដាក់ចូលមកបន្ទាប់មកប្រអប់ទី2យើងដាក់កូដសម្ងាត់ឬក៏លេខសម្ងាត់របស់ PayPal ហើយយើងចុចបើកសញ្ញាភ្នែកហ្នឹងយើងចុចលើសញ្ញាភ្នែកហ្នឹងមកប៉ក់មកនៅពេលដែលយើងបញ្ចូលអីយើងសរសេរអីគឺយើងមើលឃើញដែរមែនទេកន្លែងហ្នឹងអញ្ចឹងយើងត្រូវយកចិត្តទុកដាក់ឲ្យស្ដាប់ខ្ញុំបន្តិចទៅមិនខ្ញុំនិយាយចង់បានម៉ោងចង់បាន view ទេខ្ញុំនិយាយនេះគឺដើម្បីឲ្យអ្នកនរគ្នាច្បាស់ក្នុងការធ្វើការងារអូខេអញ្ចឹងខ្ញុំសូមលុបចេញខ្ញុំសូមធ្វើការបញ្ចូលទិន្នន័យ password PayPal account របស់ខ្ញុំហើយខ្ញុំអត់បង្ហាញអ្នកនរគ្នាទេខ្ញុំសូមទៅ copy paste ចូលតែម្ដងបន្ទាប់ពីយើងធ្វើការបញ្ចូលទិន្នន័យកូដសម្ងាត់ឬក៏លេខសម្ងាត់ PayPal account របស់យើងបានត្រឹមត្រូវហើយ yes គឺយើងចុចយក option login មកបាទកន្លែងនេះវាកំពុងតែដំណើរការចូលមកពាក់ព័ន្ធកន្លែងនេះខ្ញុំឃើញគ្នាយើងប្រឈមបញ្ហាច្រើនមែនទែនមូលហេតុដោយសារតែទី1វីដេអូអត់សូវយកចិត្តទុកដាក់មើលទី2មិនដឹងថាអារម្មណ៍គាត់មិនទេទី3អាចនឹងការ copy ឬក៏ចម្លង key ខុសអញ្ចឹងណាអញ្ចឹងវាដាក់ថា enter the code from your authenticator app កន្លែងនេះគឺយើងយកកូដ6ខ្ទង់ដែលយើងយកចេញពី key ឥឡូវខ្ញុំដំណើរការងារជាក់ស្ដែងការងារហ្នឹងគឺខ្ញុំជាទូទៅខ្ញុំធ្វើនៅលើ browser Chrome អ្នកនរគ្នាធ្វើនៅលើស្អីធ្វើទៅខ្ញុំចូលមកកាន់ tab website វាគឺ 2fa.online ហ្នឹងហើយកន្លែងនេះគឺយើង copy key 16ខ្ទង់ណាឧទាហរណ៍ថាចេះអាហ្នឹងមិនមែនបញ្ចូលណាយើង copy paste ទៅបានត្រូវល្អតែនេះគាត់ខ្ញុំឧទាហរណ៍16ខ្ទង់អញ្ចឹងណាឧទាហរណ៍អញ្ចឹងនេះ4ហើយឧទាហរណ៍អញ្ចឹងចុះគេ16ខ្ទង់ឧទាហរណ៍អញ្ចឹងណាអាហ្នឹង key យើងឧទាហរណ៍ឥឡូវឧទាហរណ៍ថាហ្នឹង key 16ខ្ទង់របស់យើងអញ្ចឹងយើងងាប់ទៅ16មកក្រុម4មកក្រុម4អញ្ចឹង4 4ដង16ឃើញណាហើយយើងចុច submit មកចុច submit មកយើងនឹងបានកូដ6ខ្ទង់អានេះគាត់ឧទាហរណ៍ហ្នឹងនេះ6ខ្ទង់អ្នកនរគ្នារាប់នេះឃើញ749581ហើយបើថាខ្ជិល enter ចូលណាយើង copy មកយើងចុចចម្លងវាមកយើងចុចចម្លងអញ្ចឹងនេះ copy មកចម្លងមកហើយយើងផាសវាបញ្ចូលមកគេយើងផាសវាបញ្ចូលផ្លឹបហើយចុចដានបន្តិចមកហើយចុច submit មកតែនេះគ្រាន់តែជាឧទាហរណ៍ទេអញ្ចឹងខ្ញុំអត់ចុច submit ទេត្រូវធ្វើអញ្ចឹងតាមការងារជាក់ស្ដែងហើយបើខុសយើងអាចលុបបានគេយើងអាចលុបបានគេលុបបានអស់អាហ្នឹងគ្រាន់តែជាឧទាហរណ៍ទេឥឡូវខ្ញុំធ្វើការងារខ្ញុំជាក់ស្ដែងគឺយើងចុចលើនេះមក540728ដានមកបើសិនជាករណីកន្លែងហ្នឹងលោតពណ៌ក្រហមអ្នកនរគ្នាទៅពិនិត្យមើលអាកន្លែង key 16ខ្ទង់អ្នកនរគ្នាដាក់ត្រូវអត់ឥឡូវឧទាហរណ៍ខ្ញុំចូលការងារខ្ញុំជាក់ស្ដែងមើលវាឲ្យអត់ព្រោះខ្ញុំជាប់និយាយយូរអញ្ចឹងខ្លាចវាអត់ឲ្យអូខេឥឡូវខ្ញុំចុច submit ជាក់ស្ដែងឃើញអត់ដោយសារតែយើងចំណាយពេលយូរពេកអញ្ចឹងវាអត់ឲ្យទេហើយលោតពណ៌ក្រហមអញ្ចឹងអញ្ចឹងជាក់ស្ដែងអញ្ចឹងខ្ញុំសូមលុបចោលអូខេខ្ញុំទៅចុចយក submit កូដថ្មីហើយដាក់លឿនតែម្ដងអូខេកន្លែងហ្នឹងបញ្ជាក់អ្នកនរគ្នាដាក់កូដឲ្យលឿនណាកុំតប៉ែពេកខ្ញុំដោយសារតែធ្វើការបង្ហាញអ្នកនរគ្នាទៅនិយាយយ៉ាងយូរតែបើការងារខ្ញុំជាក់ស្ដែងអត់យូរអញ្ចឹងឯងលឿន42 89 24បើអត់ច្បាស់ទៅបណ្ឌិតម្ដងទៀតអូខេត្រូវហើយចុច submitឃើញអត់វាដំណើរការចូលផ្លុកអូខេងាយសាមញ្ញឃើញអត់អញ្ចឹងពាក់ព័ន្ធនឹងរឿងប្រើ key បើអីហ្នឹងត្រូវលឿនតិចឲ្យរហ័សតិចទៅហើយចេញពណ៌ក្រហមយើងចេះចុច submit យកកូដថ្មីស្ដាប់ខ្ញុំបន្តិចទៅកុំធ្វើការងារម្លងបើសិនជាយើងអត់ចេះហើយយើងមើលស្រាលការងារអាហ្នឹងអំបិលការងារត្រូវយើងយកចិត្តទុកដាក់ក្នុងការធ្វើត្រឡប់មកប្រធានបទយើងវិញអញ្ចឹងដើម្បីដំណើរការនៃការ scan មុខយើងចូលមកកាន់កន្លែងសញ្ញារូបមនុស្សនេះមកបន្ទាប់មកទៀតយើងចូលមកកាន់កន្លែងសញ្ញា settings យកនេះកន្លែងនេះបន្ទាប់មកទៀតយើងមកមើលកន្លែង account info យើងចូលមកកាន់កន្លែង option មួយនេះ login and security ឥឡូវគេនេះបន្ទាប់មកយើងចូលមកកាន់កន្លែង pass key បន្ទាប់មកទៀតយើង add pass key what is it ខ្ញុំលុបសិនដោយសារតែខ្ញុំធ្លាប់ជាប់ហើយអូខេខ្ញុំលុបនេះសិនខ្ញុំលុប pass key ខ្ញុំចោលសិន yes ឥឡូវយើង add ម្ដងទៀតអត់ឲ្យអានេះដោយសារតែខ្ញុំទំលុបអញ្ចឹងទុកចោល24ម៉ោងសិនចាំធ្វើតទៀតឥឡូវខ្ញុំសុំ skip for now
អូខេដោយសារខ្ញុំទំលប់មើល24ម៉ោងទៀតចាំខ្ញុំតវីដេអូហ្នឹងអូខេអញ្ចឹងមិនបាច់ចាំដល់24ម៉ោងទេឥឡូវយើងធ្វើការងារនឹងជាក់ស្ដែងនៅលើ browser Chrome ចុះធ្វើនៅលើ Google ក៏បានអីក៏បានដែរនិយាយរួមឲ្យតែធ្វើនៅលើ browser yes ព្រោះមុនហ្នឹងគឺយើងធ្វើនៅលើ PayPal app វាដូចជាអត់ឲ្យដោយសារតែយើងទំលប់ឥឡូវដើម្បីកុំឲ្យចាំរយៈពេល24ម៉ោងយូរពេកអញ្ចឹងខ្ញុំបង្ហាញធ្វើការងារហ្នឹងនៅលើ browser Chrome ហ្មងអូខេយើងចូលមកកាន់ browser Chrome តែអ្នកនរគ្នាចូលតាម browser ណាចូលទៅអានឹងបញ្ជាក់ឲ្យច្បាស់តទៅពីចូលមកខ្ញុំសរសេរឲ្យ paypal.com ចឹងយើងចូលមកកាន់ website វាមកអូខេបន្តមកទៀតខ្ញុំសូមចុចយក option login yes តើតើនឹងការ login អ្នកនរគ្នាចេះអត់មានអីពិបាកទេទី1គឺយើងដាក់ mail ដែលយើងបង្កើត PayPal ទី2គឺយើងដាក់កូដសម្ងាត់ឬក៏ password PayPal account របស់យើងឥឡូវទៀតយើងបញ្ចូលយើងមើលឃើញមែនទេ yes ចឹងចុចយក option show នេះមកនេះyes show មកហើយយើងបញ្ចូលអីក៏មើលឃើញដែរតែខ្ញុំអត់បង្ហាញទេខ្ញុំសុំ login អញ្ចឹងតើតើនឹងការ login នេះអត់មានអីពិបាកទេអ្នកនរគ្នាមើលវីដេអូខ្ញុំតាំងពីដំបូងមកឃើញហើយបើអត់ចេះទេទៅមើលរបៀប login PayPal បន្ថែមទៀតទៅនៅក្នុង YouTube របស់ខ្ញុំអូខេកន្លែងនេះវាតម្រូវឲ្យយើងដាក់កូដ6ខ្ទង់អញ្ចឹងអ្នកនរគ្នាមើលវីដេអូខ្ញុំពីក្បាលមកដឹងហើយឥឡូវនេះខ្ញុំអត់បង្ហាញទេអញ្ចឹងខ្ញុំដាក់កូដ6ខ្ទង់របស់ខ្ញុំ paste បញ្ចូលចុច tick ចុច submit yes lock បើសិនជាការនៃ load មកបែបនេះអ្នកនរគ្នាចុចលើហ្នឹងក៏បានដែរធ្វើការងារហ្នឹងតែ Hello អត់ load អញ្ចឹង Hello អត់ load អញ្ចឹងមានវិធីមួយទៀតគឺចូលមកកន្លែងសញ្ញាត្រេ3ខាងលើមកខ្ញុំបង្ហាញបន្ទាប់មកយើងចូលមកកាន់កន្លែងសញ្ញា setting សញ្ញាងាមហ្នឹងបាទបន្តមកទៀតយើងចូលមកកាន់កន្លែងនេះ security កន្លែង security ហ្នឹងចូលមកកន្លែងហ្នឹងឃើញចូលមកដល់កន្លែងហ្នឹងគឺចូលមកដល់ការងារយើងបន្តទៀតអូខេដូចតែគ្នាទេយើងចូលតាមច្រកនោះក៏បានយើងចូលតាមច្រកតាមលំដាប់ដោយដែលខ្ញុំបង្ហាញនេះក៏បាន yes យើងអូនលើមកឆ្វោងមកនេះការងារដែលយើងចង់ធ្វើនេះ passkey seamlessly log in using your fingerprint face or pinកន្លែងហ្នឹងយើងអាចប្រើកាយ៉ៅដៃក៏បាន scan មុខក៏បានហើយនឹងដាក់ pin code ក៏បានសម្រាប់ខ្ញុំប្រធានបទយើងគឺតើតើការ scan មុខអញ្ចឹងយើងមិនបាច់ខ្វល់ច្រើនទេចុចលើហ្នឹងមកយ៉ាអត់កុហកអ្នកនរគ្នាទេចុច add passkey យ៉ាគេនេះវាឲ្យយើង scan មុខហ្នឹងចុចមកចុច add មក add passkey មកឲ្យ scan មុខចូលเลยម្ដង yes អញ្ចឹងយើងចុចយក add passkey block ចូល mzm yes block ចូលបានហ្នឹងឥឡូវខ្ញុំតេស្ត login ឲ្យអ្នកនរគ្នាមើលឥឡូវខ្វែងចោលបន្ទាប់ពីយើងធ្វើការងារហើយយើងខ្វែងចោលអូខេរួចរាល់ប៉ុណ្ណឹងឥឡូវយើងចូលមកកាន់ PayPal app របស់យើងមើលយើងអត់ដាក់ password យើងអត់ដាក់អីយើងមើលថាយើង scan មុខចូលបានអត់អូខេយើងចូលមកអូខេវា load មកបែបបន្ទាប់ពី load បែបហ្នឹងយើងចុចយក use passkey block ចូលបានអែមលឿននេះងាយ yes អញ្ចឹងសម្រាប់អ្នកនរគ្នាត្រូវការបង្កើត account PayPal បង្កើត account PayPal full KYC ឬក៏មាន PayPal ហើយស្រាប់ចង់ធ្វើវាទៅជា full KYC អាចតាក់ទងមកខ្ញុំបាន PayPal យើងអាចយកទៅ set up ទទួលលុយចេញពី TikTok អាមេរិក Facebook ឬក៏ website អីផ្សេងៗឬក៏ game អីផ្សេងៗតែបញ្ជាក់ខាង game ខ្ញុំអត់ប្លុកផ្ទាល់ទេតែគាត់ឃើញបងប្អូនយើងគាត់យកទៅទទួលលុយពី platform game អស់ហ្នឹងតែខ្ញុំអត់ប្លុកផ្ទាល់ទេហ្នឹងហើយអញ្ចឹងខ្ញុំអត់សូវជាមានពណ៌មានលម្អិតជាមួយនឹង game ទេតែគាត់ឃើញភ្ញៀវគាត់យកទៅប្រើហើយសម្រាប់អ្នកនរគ្នាត្រូវការប្រព័ន្ធធនាគារ online តាន់រឹងមាំដើម្បីយកទទួលលុយចេញពី TikTok Facebook ឬក៏ website ធំៗអីផ្សេងៗគឺខ្ញុំ recommend ឲ្យអ្នកនរគ្នាប្រើ Pay នេះគឺយើងកើតឡើងដោយប្រើឯកសារប្រទេសខ្មែរយើងសិតភ្ជាប់ជាមួយនឹងធនាគារខ្មែរមានលុយនៅក្នុង Pay នេះបាញ់មកធនាគារខ្មែរ direct តែម្ដង Pay នេះគឺតាន់អែមហើយជាប្រភេទប្រព័ន្ធធនាគារ online SIM ហើយបើប្រៀបធៀបជាមួយ PayPal វិញ PayPal គ្រាន់តែជាប្រព័ន្ធទទួលលុយ online បដោះអាសន្នទេខូចពេលណាយើងបោះចោលពេលហ្នឹងទៅអញ្ចឹងណា yes អូខេហើយសម្រាប់អ្នកនរគ្នាត្រូវការឯកសារយកទៅធ្វើតាក់ TikTok អាមេរិកអញ្ចឹងអ្នកនរគ្នាអាចតាក់ទងមកខ្ញុំបានគឺខ្ញុំមានលក់ ASN គឺយើងយកទៅធ្វើតាក់ TikTok អាមេរិកបានហើយលឿនមែនតើ yes ហើយសម្រាប់អ្នកនរគ្នាចង់បានប្រភេទឯកសារ SIM យកទៅធ្វើតាក់ TikTok អាមេរិកខ្ញុំ recommend ឲ្យអ្នកនរគ្នាប្រើ EIN គឺយើងស្នើចេញពី website អាមេរិក IRS ដែលដាក់ឈ្មោះដាក់អីតាម ID របស់យើង EIN គឺយើងយកទៅធ្វើតាក់ TikTok អាមេរិកក៏បានតាក់ YouTube 0%ក៏បានតាក់ Facebook ក៏បាន Inside អាមេរិក yes យកទៅធ្វើតាក់អីផ្សេងៗបានទៀតបើសិនជាមាន option ឲ្យប្រើ EIN ហើយនឹងមានសេវាកម្មផ្សេងៗច្រើនទៀតដូចជាទទួល set up TikTok set up Facebook ផ្សេងៗជាដើម yes ហើយអ្នកនរគ្នាតាក់ទងមកខ្ញុំតាក់ទងជាសាច់ការមកមិនបាច់ Hi មិនបាច់ Hello មិនបាច់សួស្ដីទេបើយើងនិយាយចំសាច់ការសង្ឃឹមថាវីដេអូនេះជូនទៅដល់អ្នកនរគ្នាតាក់ទងនឹងការឆាតមកខ្ញុំបើឆាតជា sticker មិនបាច់ឆាតមកខ្ញុំក៏ល្អជាងព្រោះអ្នកដែលឆាតជា sticker គ្រាន់តែជា style ក្មេងវាមដៃ style ពួកអត់ខួរទេជួបខ្ញុំបាននៅវីដេអូក្រោយទៀត